សម្រាប់អ្នកដែលគាត់ចូលចិត្តធម្មជាតិណាគាត់មើលវីដេអូដឹងតែត្រូវហ្មងបងប្អូនមើលតែ highlight តិចៗក៏ដឹងដែរគឺគ្រប់យ៉ាងពោពេញទៅដោយធម្មជាតិស្រស់បំព្រងត្រជាក់ភ្នែកតែម្ដងហើយវីដេអូនេះដែរខ្ញុំថតនៅពេលដែលខ្ញុំទៅលេងផ្ទះបងថ្លៃខ្ញុំនៅខេត្តកណ្ដាលណាជាដំបូងយើងចេញដំណើរទៅការពិតផ្លូវអត់ត្រូវឆ្លងកាត់ស្ពានអ្នកលឿងទេយើងត្រូវបត់ស្ដាំនៅខាងស្ដាំស្ពានហ្នឹងប៉ុន្តែខ្ញុំចង់ឡើងស្ពាននឹងលេងហើយខ្ញុំទៅចំពេលម៉ោង 6:07 គឺទេសភាពស្អាតខ្លាំងមែនតើវាមានចាស់ពលឺព្រះអាទិត្យមកខ្ញុំដឹងថាណាគេគិតដូចខ្ញុំមកទេថាស្ពាននឹងស្អាតខ្លាំងពេលយើងជិះពេលព្រឹកអញ្ចឹងហើយពេលទៅដល់ផ្ទះអ៊ំភ្លាមគឺថាពីអ្នកបងប្អូនខ្ញុំនេះអត់មានជម្រាបលាជម្រាបសួរម្ចាស់ផ្ទះអីទេដោយសារម្ចាស់ផ្ទះអត់នៅផ្ទះអញ្ចឹងវាយទៅម៉ូតូនាំគ្នារត់ឡើងដើមជពូគឺថាផ្ទះគាត់គឺពោពេញទៅដោយដំណាំផ្លែឈើធម្មជាតិទាំងអស់ជុំវិញផ្ទះខ្ញុំនេះទៅដល់គឺខ្ញុំខ្វែកថតហ្មងណាយូរទៅជុំវិញផ្ទះមានផ្លែឈើគ្រប់មុខមានចេកមានល្ហុងមានខ្នុរមានជពូសុទ្ធតែធម្មជាតិខ្ញុំទៅដីស្រុកគេហ្នឹងគឺដាំអីក៏បានដាំអីក៏ល្អដែរបងប្អូនមើលឡើងខៀវស្ងាត់ហ្មងណាហើយទិន្នផលវិញគឺល្អទាំងអស់ហើយនេះសំបីតែដើមក្រូចសើចក៏ខ្ញុំអត់លើកលែងដែរទៅខ្ញុំស្រឡាញ់ហ្មងណាវាល្អគ្រប់មុខពេកបន្តពីនឹងមកគឺមកដល់ដើមកពីញរីកម្ដងយើងទៅតែពួកខ្ញុំមកហើយអត់មានសល់អីទេកពីញរីនេះដើមគឺខ្ពស់ខ្លាំងដំបូងឡើយយើងមានចងតពុកចងអីតពុកអញ្ចឹងទៅតែរបៀបថាវាអត់តន់ចិត្តបេះប៉ុណ្ណឹងអត់តន់គ្រប់ទេហើយមើលជុំវិញនឹងទៅមានតពាំងមានអីនេះតពាំងពីរដើមនេះមុខសញ្ញាចាយខ្ញុំហើយទៅវិញនឹងអត់រួចខ្លួនទេតពាំងនេះខ្ញុំទៅនិយាយបានថាមកលេងស្រុកអ៊ំនេះមានស្អីក៏ប្រមូលដែរឲ្យតែដឹកអស់ពិបាកថងដឹកអត់អស់តែដោយសារវាច្រើនពេកខ្ញុំទៅយើងមកបេះកពីញនេះយើងបេះនៅចកាស្វាយក្នុងនោះមានចកាស្វាយមានចេកមួយអញ្ចឹងទៅស្បីតែចេកគេក៏វាល្អគាត់ថាចេកនៅដីចកានេះវាមិនល្អខ្លាំងដូចអាចេកនៅចិត្តផ្ទះទេហើយចេកហ្នឹងគឺចេកចិត្តផ្ទះទៅចេកកមួនចេកអីទៀតចេកកមួនគាត់ល្អណាហើយនេះកពីញរីនេះធ្ពួកមិនអស់ចិត្តឡើងដល់លើដើមទៀតនិយាយទៅកំពូលហើយ 3-4 អ្នកបងប្អូននេះត្បៀតមិនអស់ឡើងបេះតតែអស់ខ្ញុំទៅអត់មានបន្សល់ទុកឲ្យអ្នកក្រោយបេះតអីទេគឺថាមកនេះដាក់មួយថងធំឡើងចង់អស់ពីដើមហ្មងនេះតតែបានមួយថងពេញអញ្ចឹងបានព្រមទៅវិញតាមផ្លូវអត់ទាន់ទៅដល់ផ្ទះទេនៅឈប់ត្រឹមផ្ទះអ៊ំមួយទៀតនេះខ្ញុំទៅដល់ខ្ញុំបានមកប៉ោះទៀតយូរទៅខ្នោផ្ទះគាត់នេះល្អណាមើលមកដើមផ្លែនោះផ្លែស្ដាយអត់មានចាស់អត់មានទុំបើមានទុំគាត់ឲ្យទៀតទៅតាមផ្លូវបន្តទៀតអត់ទាន់ទៅដល់ផ្ទះទេណាជួបជាមួយនឹងដើមអានេះគេហៅថាទៀបបារាំងនេះលើកទី1ដែរដែលខ្ញុំឃើញដើមទៀបបារាំងអានេះដើមរបស់ផ្ទះអ៊ំស្រីដើមខ្នោមិនដែរគាត់ដាំនៅខាងផ្លូវលបងគាត់ហ្នឹងមានអីដើមវាស្តៀងតែដើមទៀបយើងដែរទេផ្លែគាត់ថាវាមិនធំដូចគេលក់នៅផ្សារដោយសារវាមានកណ្ដាំរោមមានអីធម្មតាដូចតែទៀបខ្មែរយើងដែរហើយបន្តពីហ្នឹងទៅដល់ផ្ទះអាខ្នោថតមុនហ្នឹងមានទុំខំហ្នឹងនាំគ្នាពុះចាយគ្នាហើយនឹងកពីញរីដែលយើងបេះមិញនេះអត់មានឲ្យទុកយប់យន្តសបិនយូអីទេគឺទៅដល់នាំគ្នាធ្វើក្លុកភ្លាមហៅបងហៅប្អូនហៅកូនក្មួយអីមកដាក់កពីញរីតាំងព្រឹកអត់ទាន់បាយថ្ងៃទេម៉ោងទៅតែ10 ម៉ោងទៅ10អីដាក់កពីញរីមុន